ភាពយន្តឯកសារភ្នំខ្មោចគឺជារឿងរ៉ាវប្រវត្តិសាស្ត្រមួយដែលបានបរិយាយអំពីទុក្ខវេទនារបស់ជនភៀសខ្លួនខ្មែរក្រោយការដួលរលំរបបខ្មែរក្រហមភ្លាមៗដែលទាហានថៃចាប់បញ្ជូនទៅចាក់ចោលនិងបង្ខំឲ្យដើរឆ្លងកាត់ចំការមីនចូលទឹកដីខ្មែរវិញនៅជួរភ្នំដងរែកអំឡុងខែមិថុនាឆ្នាំ1979ភាពយន្តឯកសារនេះត្រូវបានចាក់បញ្ចាំងដោយសាធារណជនទស្សនានៅមជ្ឈមណ្ឌលអាល្លឺម៉ង់មេតាហៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី21ខែសីហាឆ្នាំ2025គួរបញ្ជាក់ថាទាហានព្រំដែនហៅវាជាភ្នំខ្មោចព្រោះឮសំឡេងក្មេងយំពេលយប់ June 12 or 13 early in the morning I remember the bus arrived at the alongside the refugee camp and the Westerner people came with a microphone on their head and they call people by name that to get on the buses. The scene was លោកតាំងប៊ុនសេងជាជនភៀសខ្លួនខ្មែរម្នាក់ស្ថិតក្នុងចំណោមជនភៀសខ្លួនដែលបានឆ្លងកាត់រឿងរ៉ាវដ៏សោកសង្រេងមួយនេះនៅក្នុងភាពយន្តឯកសារលោកតាំងប៊ុនសេងចាត់ទុកការដើរឆ្លងកាត់ភ្នំប្រាសាទព្រះវិហាររយៈពេល3ខែនោះគឺអាក្រក់ជាងការរស់នៅក្នុងរបបខ្មែរក្រហមដែលរូបលោកត្រូវបានឃុំខ្លួនដាក់គុកនិងធ្វើទរណកម្មលោកតាំងជេមជាកូនប្រុសលោកតាំងប៊ុនសេងនិងអ្នកស្រីវីជីនីលីនឌិនបានចំណាយពេល5ឆ្នាំកន្លះក្នុងការស្រាវជ្រាវនិងចងក្រងរឿងរ៉ាវកើតឡើងនៅភ្នំខ្មោចផលិតចេញជាភាពយន្តឯកសារមានរយៈពេល40នាទីភាពយន្តឯកសារនេះត្រូវបានចាក់បញ្ចាំងជាសាធារណៈអំឡុងឆ្នាំ2000 They keep gunning us down. We have no way to get down. We have to hold the wire to lower ourselves down, clip by clip. កូនក្មេងទាំងមនុស្សចាស់កូនក្មេងត្រូវបានទាហានរបស់ថៃហ្នឹងគាត់រុញច្រានតម្លាក់ភ្ជង់ឲ្យធ្លាក់ជ្រោះនៅប្រាសាទព្រះវិហារដែលជាប្រាសាទស័ក្តិសិទ្ធិមួយរបស់ខ្មែរយើងដែលដូនតាយើងសាងមកគឺដើម្បីអតិទេពដល់ពេលកូនចៅយើងជំនាន់ក្រោយបែរជាត្រូវបានគេយកតំបន់ហ្នឹងទៅជាមកសម្រាប់ប្រជាជនយើងដោយដូចថាអមនុស្សធម៌ខ្លាំងណាហើយប្រជាជនទាំងអស់ហ្នឹងគាត់រត់ចេញពីសង្គ្រាមគាត់គឺជាប្រជាជនដែលគាត់ចង់បានទៅរស់តែមកដល់នឹងហើយគាត់សង្ឃឹមថាបានរស់ហើយតែបែរជាគេនឹងរុញគាត់សម្រាប់រុញគាត់ឲ្យស្លាប់ទាំងបែបសាហាវខុសខើអញ្ចឹងគឺខ្ញុំមានភាពអត់គ្រូខ្លាំងភាពអត់ឃ្លានគ្រោះទូតភឹកបានជំរុញឲ្យអ្នកស្រីមូលសំនៀងធ្វើដំណើរដោយថ្មើរជើងជាមួយម្ដាយមីម៉ាយអូនពីខេត្តបាត់ដំបងទៅព្រំដែនខ្មែរថៃដោយគ្មានគោលដៅរំលឹកឡើងវិញពីអារម្មណ៍ច្របូកច្របល់ក្នុងអតីតកាលអ្នកស្រីសំនៀងត្រូវធ្វើដំណើរនិងស្នាក់នៅតាមព្រៃអស់ជាច្រើនខែទម្រាំគាត់បានទៅដល់ភូមិកណ្ដោលឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យអតីតជនភៀសខ្លួនរូបនេះបន្ថែមថាក្រុមគ្រួសារអ្នកស្រីនិងជនភៀសខ្លួនដទៃទៀតហាក់មានសំណាងព្រោះពួកគេទទួលបានជំនួយមនុស្សធម៌ពីអង្គការសហប្រជាជាតិវាឈឺចាប់ខ្លាំងណាស់នៅពេលដែលក្នុងនាមជាមនុស្សជាតិដែលត្រូវការរស់រៀនមានជីវិតเนาะជាសិទ្ធិមូលដ្ឋាននៅក្នុងរបស់មនុស្សយើងត្រូវការសិទ្ធិក្នុងការរស់រៀនមានជីវិតហើយដើម្បីឲ្យរស់រៀនមានជីវិតគឺត្រូវការអាហារហូបចុកត្រូវការកន្លែងស្នាក់នៅណាឲ្យមានស្អីចាឲ្យយើងអាចរស់បានណាប៉ុន្តែការដែលយកជីវិតមនុស្សទៅតម្លាក់ចោលនៅលើភ្នំហើយច្រានទៅក្នុងចំណោតភ្នំវាជាអំពើអមនុស្សធម៌ខ្លាំងពេកណាស់ដែលធ្វើឲ្យខ្ញុំរំជួលចិត្តណាខ្លាំងហើយអ្វីផ្សេងទៀតជាច្រើនដូចខ្ញុំឃើញមានคลิปខ្លះនិយាយអំពីជីវភាពជនភៀសខ្លួនខ្ញុំអាចដាក់ខ្លួនខ្ញុំទៅក្នុងនឹងបានការរស់នៅក្នុងតង់កស៊ូពណ៌ខៀវការធ្វើដំណើរទូលអីវ៉ាន់ហើយនិយាយចំទៅមិនដែលបានទឹកងូតត្រឹមត្រូវមិនដែលបានកន្លែងសម្រាប់ត្រឹមត្រូវការផលិតវីដេអូឯកសារប្រៀបបាននឹងការផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះនិងលាតត្រដាងប្រវត្តិសាស្ត្រ
ដ៏ឈឺចាប់របស់ពលរដ្ឋខ្មែរក្រោយការដួលរលំរបបខ្មែរក្រហមអ្នកស្រីមូលសំនៀងលើកទឹកចិត្តឲ្យយុវជនជំនាន់ក្រោយចូលរួមទស្សនាខ្សែភាពយន្តបែបប្រវត្តិសាស្ត្រឲ្យបានច្រើនដើម្បីបង្កើនការយល់ដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួនឲ្យកាន់តែច្រើនមានប្រវត្តិសាស្ត្រជាច្រើនដែលចាស់ចំនួនមុនណាដែលដូចបងនិយាយយើងថាសូម្បីតែបងខ្លួនឯងហ្នឹងក៏ជាមនុស្សដែលនៅក្នុងចំនួនហ្នឹងហើយដឹងអំពីរឿងឮអំពីរឿងហ្នឹងតែយើងអត់ហៅអ្នកណាប្រាប់យើងបានថាមានអីមែនតើដែលកើតមានឡើងនៅក្នុងដងរែកហ្នឹងណាអញ្ចឹងយើងដឹងថាមានសោកនាដកម្មបែបហ្នឹងតែមិនដែលជួបអ្នកណាឲ្យបាននិយាយអីអញ្ចឹងបានបងប្រាប់ថាបងរំភើបក្នុងចិត្តហើយពោពេញទៅដោយទឹកភ្នែកចង់និយាយថារំជួលចិត្តខ្លាំងនៅពេលដែលឃើញប៉ុន្តែក៏សប្បាយចិត្តនឹងបានមានអ្នកដែលយករឿងនេះមកនិយាយឲ្យយើងប្រាប់ហើយវាសំខាន់សម្រាប់កូនខ្មែរយើងចំនួនក្រោយឲ្យយើងបានរៀននៅមេរៀនទាំងអស់ហ្នឹងព្រោះមេរៀនទាំងអស់ហ្នឹងអត់មានណាគេដែលមកប្រាប់យើងអត់ដែលមកអ្នកណាគេប្រាប់ថាអូថៃធ្វើអីចំពោះយើងយើងអត់ដែលបានណាគេយកមកនិយាយប្រាប់យើងអញ្ចឹងវាជាយ៉ាងហោចណាស់ក៏វាជាមេរៀនដែលយើងអាចរៀននៅក្នុងជីវិតយើងហើយយើងដឹងថាសោកនាដកម្មហ្នឹងវាខ្លាំងក្លាប៉ុណ្ណាចំពោះប្រជាជនខ្មែរយើងដែលគេធ្វើចំពោះយើងអូនណា When my wife and daughter died, I couldn't take the bodies with us because I was injured. I couldn't walk. My arm was hit by a landmine. My nephew carried me, put me on a rice bag hammock. ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំគិតថានៅពេលដែលវាចាប់ផ្ដើមនិយាយអំពីបញ្ហាទាំងអស់ហ្នឹងគឺយើងភាគច្រើនយើងដឹងតែពីការសិក្សាតាក់ទងជាមួយនឹងរបបខ្មែរក្រហមពីអ្វីដែលកើតឡើងប៉ុន្តែតាក់ទងនឹងអ្នកដែលគាត់រស់រានមានជីវិតហ្នឹងគឺយើងភាគច្រើនគឺយើងអត់បានចាប់អារម្មណ៍ច្រើនតាក់ទងនឹងគាត់អីអញ្ចឹងវាជាការល្អដែលយើងបានយករឿងទាំងអស់ហ្នឹងមកធ្វើជាភាពយន្តឯកសារឬក៏អាចជាផ្នែកផ្សេងៗទៀតដូចជាផ្នែកសិល្បៈផ្សេងៗដែលបង្ហាញអំពីការឈឺចាប់របស់គាត់ហើយមិនត្រឹមតែជាកូនខ្មែរប៉ុន្តែអន្តរជាតិក៏គេត្រូវការដឹងពីរឿងទាំងអស់ហ្នឹងដែរអញ្ចឹងរឿងរ៉ាវទាំងអស់នេះដូចជាករណីមួយនេះអញ្ចឹងគឺជាអ្វីដែលពួកគាត់គួរមើលគាត់គួរតែស្វែងយល់ពីប្រវត្តិសាស្ត្ររៀនអំពីមើលភាពយន្តឯកសារបែបនេះឲ្យបានច្រើនដើម្បីរំលឹកទៅវិញថាប្រទេសរបស់យើងហ្នឹងបានឆ្លងកាត់អីខ្លះអញ្ចឹងនៅពេលដែលគាត់រៀនស្វែងយល់វាអស់ហ្នឹងហើយពួកគាត់គឺអ្នកសម្រេចចិត្តពួកគាត់គឺជាអ្នកដែលនឹងបង្កើតនៅនយោបាយពួកគាត់នឹងស្ដាប់ការបង្កើតនគរនយោបាយរបស់រដ្ឋាភិបាលអញ្ចឹងពួកគាត់នឹងធ្វើការបញ្ចេញសម្លេងរបស់ពួកគាត់ដើម្បីធ្វើឲ្យគោលនយោបាយរបស់រដ្ឋាភិបាលរបស់យើងនឹងវាមានភាពប្រសើរឡើងក្នុងភាពជាសង្គមជាតិមួយនិងភាពជាមនុស្សសកលសង្គ្រាមនិងចំនួននយោបាយអាចបង្កឲ្យមានវិបត្តិផ្សេងៗដល់ជនភៀសខ្លួនយ៉ាងណាមិញប្រវត្តិនៃភូមិខ្មោចបានឆ្លាយជាស្នាមស្នាមខ្មៅងងឹតនិងជាការរំលឹកពីសេចក្តីឈឺចាប់របស់ប្រជាជនខ្មែរសម្រាប់ទៅថ្ងៃអនាគតលោកគំច័ន្ទរស្មីសង្ឃឹមថាតម្លៃស្នូលនៃច្បាប់និងគោលនយោបាយរួមទាំងសហគមន៍អន្តរជាតិគួរឆ្លើយតបវិបត្តិជនភៀសខ្លួនដើម្បីសង្គ្រោះពួកគេឲ្យទាន់ពេលវេលាអញ្ចឹងប្រជាជនគួរតែទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការក្នុងការជំរុញឲ្យរដ្ឋាភិបាលរបស់គាត់នឹងធ្វើការសម្រេចចិត្តប្រសើរជាងមុនមិនគួរឲ្យមានសោកនាដកម្មបែបនេះកើតឡើងទេខ្ញុំជឿថាប្រជាជនថៃមិនចង់ឃើញរូបភាពបែបនេះកើតឡើងនៅប្រទេសថៃប៉ុន្តែវាបានកើតរួចទៅហើយអញ្ចឹងពួកគាត់គួរសួរសំណួរថាតើគាត់គួរតែបង្កើតឲ្យមានរឿងបែបនេះកើតទៀតអត់បើសិនជាវាមានកើតឡើងប្រទេសកម្ពុជាក៏ដូចគ្នាបើថាបើសិនជាមានបញ្ហានឹងនៅប្រទេសថៃឬក៏បញ្ហានឹងប្រទេសវៀតណាមឬក៏ប្រទេសឡាវចូលមកប្រទេសកម្ពុជាយើងនឹងប្រជាជនយើងនេះក៏យើងត្រូវតែសួរដូចគ្នាថាយើងគួរតែធ្វើការឆ្លើយតបចំពោះការជនភៀសខ្លួនសឹកដោយរបៀបណា I lived through Pol Pot for almost 4 years. I was detained, put in a concentrated camp, tortured. But to live through probably here for that 3 months' time is worse than you could even imagine.